សួស្តីសូមស្វាគមន៍មកកាន់ Channel រឿងភាពយន្ត Seng Review រឿងភាពយន្តដែល Admin នឹងនាំមកលើកនេះមានចំណងជើងថា The Crazies ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ2010ភាពយន្តនេះរៀបរាប់អំពីរឿងរ៉ាវនៃការរាតត្បាតវីរុសដែលធ្វើឲ្យមនុស្សគ្រប់គ្នាក្លាយជាឃោរឃៅខ្សែភាពយន្តនេះត្រូវបានសម្ដែងដោយ Timothy Olyphant, Radha Mitchell និង Daniel Van Der Beekerចូលទៅក្នុងសាច់រឿងនៃខ្សែភាពយន្ត The Crazies Oregon Mars គឺជាទីក្រុងតូចមួយនៅអាមេរិកដែលមានប្រជាជនប្រហែល 1000 នាក់នៅទីនេះប្រជាជនទាំងអស់រស់នៅក្នុងសន្តិភាពនិងភាពសុខដុមរមនាថ្ងៃមួយមានការប្រកួតបេស្បលមួយបានធ្វើឡើងនៅវិទ្យាល័យ Oregon លោក Sheriff David និងជំនួយការរបស់គាត់គឺលោក Russell បានទស្សនាការប្រកួតនៅពាក់កណ្ដាលការប្រកួត David បានឃើញពលរដ្ឋម្នាក់ឈ្មោះ Rory ដើរនៅកណ្ដាលទីលានខណៈពេលកំពុងកាន់អាវុធDavid និង Roselle ក៏បានដើរមករកគាត់ដែរ David បានសុំឲ្យ Rory ប្រគល់អាវុធរបស់គាត់ទោះជាយ៉ាងណាក៏ដោយ Rory ដែលហាក់ដូចជាមិនស្រួលខ្លួនបានប្រងើយកន្តើយនឹងគាត់ David គិតថា Rory ស្រវឹងស្រាព្រោះ Rory ជាអ្នកញៀនស្រាជំនួសឲ្យការបោះបង់អាវុធរបស់គាត់ Rory ថែមទាំងមានបំណងបាញ់ David ទៀតផងភ្លាមនោះ David បានបាញ់សម្លាប់ Rory បន្ទាប់មកសាកសពរបស់ Rory ត្រូវបានយកទៅកន្លែងដាក់សពដើម្បីឲ្យលោកវេជ្ជបណ្ឌិត Jim ធ្វើកោសលវិจัย Jim បាននិយាយថាលទ្ធផលនៃការធ្វើតេស្តជាតិអាល់កុលលើឈាមរបស់ Rory នឹងចេញមួយសប្តាហ៍ក្រោយមកភរិយារបស់ Rory គឺ Peggy និងកូនប្រុសរបស់គាត់ឈ្មោះ God បានមក David បានសុំទោសអ្នកទាំងពីរ David ត្រូវបានបង្ខំឲ្យបាញ់ Rory ដោយសារតែ Rory ស្រវឹងស្រាពេលកំពុងកាន់អាវុធឮដូច្នេះ Peggy មិនព្រមទទួលយកទេ Peggy បាននិយាយថាស្វាមីរបស់នាងបានឈប់ផឹកស្រាកាលពី2ឆ្នាំមុនបន្ទាប់មកពួកគេទាំងពីរនាក់បានចាកចេញ2-3ថ្ងៃក្រោយមក David បានទទួលការហៅទូរស័ព្ទពី Jim បានប្រាប់គាត់ថាគាត់មិនបានរកឃើញជាតិអាល់កុលនៅក្នុងឈាមរបស់ Rory ទេ David មានការភ្ញាក់ផ្អើលបើ Rory មិនស្រវឹងទេហេតុអ្វីបានជា Rory ភ្ជង់ចង្អុលកំភ្លើងមករកគាត់ David ដោយមានការងឿងឆ្ងល់ក៏បានដើរទៅកាន់ទីលានបេស្បលបន្ទាប់មក David បានស្វាគមន៍ដោយគ្រូម្នាក់ឈ្មោះ Ben ដែលកំពុងអង្គុយលើកៅអីទស្សនិកជនប៉ុន្តែចម្លែកណាស់ Ben គ្រាន់តែនៅស្ងៀមមួយសន្ទុះក្រោយមក Ben គ្រាន់តែឆ្លើយរួចក៏ចាក់ចេញទៅនៅកន្លែងផ្សេងទៀតភរិយារបស់ David គឺ Judy ដែលជាវេជ្ជបណ្ឌិតត្រូវបានអ្នកជិតខាងរបស់នាងឈ្មោះ Deirdre មកសួរសុខទុក្ខជាមួយស្វាមីរបស់នាងឈ្មោះ Bill និងកូនប្រុសរបស់នាងឈ្មោះ Nicholas Deirdre ចង់ពិនិត្យជំងឺរបស់ Bill ព្រោះ Bill ហាក់បីដូចជាមនុស្សឆ្កួតបន្ទាប់ពីពិនិត្យរួច Judy បានណែនាំ Bill ឲ្យធ្វើការ CT scan ដើម្បីឲ្យពួកគេអាចដឹងកាន់តែច្បាស់អំពីជំងឺរបស់គាត់ប៉ុន្តែពួកគេត្រូវទៅទីក្រុងធំជាងនេះដើម្បីធ្វើដូច្នេះនៅយប់នោះ Deirdre និង Nicholas មានការភ្ញាក់ផ្អើលនៅពេលឃើញម៉ាស៊ីនកាត់ស្មៅនៅលើវាលស្មៅ Deirdre បានទៅទីនោះដើម្បីពិនិត្យមើលវា Deirdre គិតថាវាជាការងាររបស់ Bill ប៉ុន្តែបន្ទាប់ពីបានទៅត្រួតពិនិត្យគឺ Bill មិននៅទីនោះទេភ្លាមនោះ Deirdre បានឮសំឡេងកូនប្រុសរបស់គាត់ស្រែកគាត់ក៏រត់ត្រឡប់ទៅផ្ទះវិញភ្លាមពេលទៅដល់ផ្ទះ Nicholas ក៏ទាញ Deirdre ឲ្យលាក់ខ្លួននៅក្នុងទូ Nicholas បានប្រាប់គាត់ថាគាត់បានឃើញឪពុករបស់គាត់កាន់កាំបិតបន្ទាប់មក Deirdre បានលួចមើលតាមរន្ធសោវាជាការពិតដែលថាគាត់បានឃើញ Bill កាន់កាំបិត Bill ដែលដឹងថាប្រពន្ធនិងកូនប្រុសរបស់គាត់នៅក្នុងទូខោអាវបន្ទាប់មកបានចាក់សោទូខោអាវហើយ Bill បានចាក់សាំងពេញផ្ទះបន្ទាប់ពីនោះ Bill បានគប់ផាវចូលទៅក្នុងនោះភ្លាមនោះភ្លើងបានឆាបឆេះផ្ទះនោះដោយសម្លាប់ប្រពន្ធនិងកូនប្រុសរបស់គាត់និយាយឲ្យខ្លី David និង Judy បានទៅស្ថានីយ៍ពន្លត់អគ្គីភ័យភ្លាមក្រុមពន្លត់អគ្គីភ័យបានជូនដំណឹងថាប្រពន្ធនិងកូនប្រុសរបស់ Bill បានជាប់នៅក្នុងផ្ទះនៅពេលមានអគ្គីភ័យគេឃើញ Bill កំពុងកាត់ស្មៅដូចជាគ្មានអ្វីកើតឡើងបន្ទាប់មក Judy បានឃើញ Bill អង្គុយហើយ Judy ក៏បានសួរថាហេតុអ្វីបានជា Bill អនុញ្ញាតឲ្យប្រពន្ធនិងកូនប្រុសរបស់គាត់ឆេះនៅក្នុងផ្ទះ Bill គ្រាន់តែនៅស្ងៀមទីបំផុត David បានចាប់ Bill ទៅដាក់នៅក្នុងការិយាល័យរបស់ Poser David បានប្រាប់ Russell ថាទឹកមុខរបស់ Bill គឺដូចគ្នានឹង Rory មុនពេលគាត់ស្លាប់នៅកន្លែងផ្សេងទៀតអ្នកប្រមាញ់3នាក់បានរកឃើញសាកសពដែលពាក់ឆ័ត្រយោងនៅលើវាលស្មៅ David និង Roselle ក៏បានទៅស្ថានីយ៍ប៉ូលីសភ្លាមផងដែរយោងតាមការវិភាគរបស់វេជ្ជបណ្ឌិតសាកសពនេះបានស្លាប់អស់រយៈពេលមួយសប្តាហ៍មកហើយដោយផ្អែកលើរូបរាងរបស់គាត់សាកសពនោះមើលទៅដូចជាអ្នកបើកយន្តហោះ David ក៏មានការងឿងឆ្ងល់ដែរថាអាចមានយន្តហោះធ្លាក់នៅក្បែរនោះ Roselle ក៏បានប្រាប់ផងដែរថាកាលពីសប្តាហ៍មុនអ្នកស្រុកម្នាក់ឈ្មោះ Travis បានរាយការណ៍ថាបានឮសំឡេងអ្វីមួយធ្លាក់ក្នុងទន្លេបន្ទាប់មក David និង Roselle បានរកឃើញ Travis ពួកគេទាំង3នាក់បានឆ្លងទន្លេភ្លាមដើម្បីរកមើលយន្តហោះដែលបានធ្លាក់ហើយវាជាការពិតពួកគេបានឃើញយន្តហោះដ៏ធំមួយដែលបានធ្លាក់ចូលទៅក្នុងទន្លេ
បន្ទាប់មក David និង Roselle បានទៅការិយាល័យធនធានទឹកពីព្រោះទន្លេនេះជាប្រភពទឹកស្អាតសម្រាប់ប្រជាជន David មានអារម្មណ៍ថាមានអ្វីចម្លែកមួយពីព្រោះមិនមានព័ត៌មាននៅលើកញ្ចក់ទូរទស្សន៍ណាមួយដែលរាយការណ៍ថាយន្តហោះបានធ្លាក់ធំនៅកន្លែងនេះទេដូចជាមានអ្វីមួយលាក់ទុកបន្ទាប់ពីត្រូវបានត្រួតពិនិត្យផ្ទះដំបូងដែលប្រើប្រាស់ទឹកពីទន្លេគឺផ្ទះរបស់ Rory David ក៏សង្ស័យដែរថាទន្លេនេះត្រូវបានបំពុលដោយអ្វីមួយដែលធ្វើឲ្យ Rory មានអាកប្បកិរិយាចម្លែកបន្ទាប់មក David និង Russell បានជួបជាមួយអភិបាលក្រុង David បានប្រាប់ថាមានលទ្ធភាពនៃមេរោគដែលបានបំពុលទន្លេ David បានស្នើឲ្យបិទទន្លេទៅកាន់ទីក្រុងទាំងមូលទោះជាយ៉ាងណាក៏ដោយអភិបាលក្រុងបានបដិសេធយ៉ាងដាច់អហង្ការព្រោះឥឡូវនេះជារដូវដាំដុះហើយត្រូវការទឹកច្រើនអភិបាលក្រុងក៏បានសម្រេចចិត្តមិនបិទទន្លេដែរបន្ទាប់មក David បានទៅប៉មទឹកដោយស្ងាត់ៗដើម្បីបិទការផ្គត់ផ្គង់ទឹកពីទន្លេនៅពេលដែល David និង Russell ត្រឡប់ទៅការិយាល័យវិញ Russell មានការភ្ញាក់ផ្អើលនៅពេលឃើញ Bill ដេកលើឥដ្ឋដោយដៃហូរឈាម Russell ចង់បើកបន្ទប់ឃុំឃាំងប៉ុន្តែ David បានបញ្ឈប់គាត់ David មានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីភ្លាមៗនោះ Bill បានភ្ញាក់ឡើងម្ដងទៀតហើយកាន់តែកាចសាហាវដូចជាគាត់មិនមែនជាមនុស្ស David ក៏មានបំណងហៅរកជំនួយដែរប៉ុន្តែគ្មានសញ្ញាអ្វីសោះបន្ទាប់មក David បានចេញទៅរកមើលសញ្ញាប៉ុន្តែនៅតែមិនបានសម្រេចបន្ទាប់មក David បានដឹងថាទីក្រុងនេះស្ងាត់ណាស់គ្មាននរណាម្នាក់នៅលើដងផ្លូវទេបន្ទាប់មក David បានឃើញរថយន្តចម្លែកមួយគ្រឿងមកពីខាងក្រៅទីក្រុងភ្លាមៗនោះឡានក៏បើកចេញទៅបន្ទាប់មក David បានឮសំឡេងចម្លែកមួយចេញពីខាងក្នុងពេល David ចូលទៅដល់ទីនោះគាត់បានរកឃើញមនុស្សម្នាក់ដែលភ្នែកនិងមាត់ត្រូវដេរបន្ទាប់ពី David បានដោះស្នាមដេរចេញពីមាត់មនុស្សម្នាក់នោះស្រាប់តែ Jim បានវាយ David ពីក្រោយរហូតដល់គាត់ដួល Jim បានធ្វើសកម្មភាពចម្លែកដូចជាគាត់ចង់សម្លាប់ David ជាសំណាងល្អ David អាចគេចផុតបានបន្ទាប់មក David បានព្យាយាមប្រយុទ្ធទីបំផុត Jim ក៏បានស្លាប់នៅទីបំផុតបន្ទាប់មក Russell បានមកជួយដោយឃើញអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងនាពេលថ្មីៗនេះ David សង្ស័យថាប្រជាពលរដ្ឋទាំងអស់នៅក្នុងទីក្រុងនេះបានឆ្លងមេរោគមួយប្រភេទដែលធ្វើឲ្យពួកគេឆ្កួតបន្ទាប់មក David បានត្រឡប់ទៅផ្ទះវិញហើយសុំឲ្យ Judy ចែករំលែកព័ត៌មានជាមួយឪពុកម្ដាយរបស់គាត់ប៉ុន្តែ Judy បានបដិសេធព្រោះ David មិនប្រាប់នាងភ្លាមៗនោះយោធាមួយចំនួនបានមកចាប់ខ្លួនពួកគេទាំងពីរ David និងប្រជាពលរដ្ឋទាំងអស់នៃទីក្រុង Ocean City ត្រូវបានគេនាំទៅកាន់ទីលាន baseball David ដែលមានការងឿងឆ្ងល់បានសួរថាមានអ្វីកើតឡើងប៉ុន្តែគ្មាននរណាម្នាក់ឆ្លើយគាត់ទេបន្ទាប់មកយោធាទាំងនោះបានវាស់សីតុណ្ហភាពរាងកាយរបស់អ្នកស្រុកម្នាក់ៗវាបានបង្ហាញថាសីតុណ្ហភាពរាងកាយរបស់ Judy ឡើងខ្ពស់ខ្លាំងណាស់មន្ត្រីប៉ូលីសបាននាំ Judy ទៅកន្លែងឯកជនមួយភ្លាមៗ David ចង់នៅជាមួយប្រពន្ធរបស់គាត់ប៉ុន្តែមន្ត្រីប៉ូលីសបានហាមឃាត់គាត់យ៉ាងម៉ឺងម៉ាត់ពួកគេថែមទាំងវាយដំ David រហូតដល់សន្លប់ទៀតផងទន្ទឹមនឹងនេះដែរ Judy ត្រូវបានចងហើយនាំទៅបន្ទប់សិក្សាដោយមន្ត្រីស្លៀកពាក់ឯកសណ្ឋាន APD ពេញសិទ្ធិបន្ទាប់មក Judy ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែក Judy បានអង្វរសុំឲ្យមានការដោះលែងហើយនិយាយថាប្រសិនបើនាងមិនឈឺទេសីតុណ្ហភាពរាងកាយរបស់នាងខ្ពស់ព្រោះនាងមានផ្ទៃពោះប៉ុន្តែមន្ត្រីប៉ូលីសមិនបានអើពើនឹងនាងទេនៅកន្លែងផ្សេងទៀត David បានដឹងខ្លួនឡើងវិញឥឡូវនេះគាត់ស្ថិតនៅក្នុងស្ថានីយ៍ជាមួយអ្នកស្នាក់នៅដែលមានសុខភាពល្អបន្ទាប់មកពួកគេត្រូវបានក្រុមយោធាដាក់បង់រំជាសញ្ញាថាពួកគេមិនឆ្លងមេរោគនៅកន្លែងផ្សេងទៀត Judy បានឮសំឡេងពីខាងក្រៅវាបានបង្ហាញថារថយន្តមួយគ្រឿងបានបុកជញ្ជាំងរបាំងបណ្ដាលឲ្យមនុស្សដែលឆ្លងមេរោគរត់គេចខ្លួនបន្ទាប់មកពួកគេខឹងសម្បារយ៉ាងខ្លាំងនឹងយោធានៅទីនោះនៅទីបំផុតយោធាបានបញ្ជាឲ្យកងទ័ពរបស់គាត់ដកថយពីកន្លែងនោះពួកគេបានទុកឲ្យ Judy និងអ្នកជំងឺដទៃទៀតនៅតែចងជាប់នៅក្នុងបន្ទប់នៅឯស្ថានីយ៍ David បានជួបមិត្តភ័ក្តិរបស់គាត់ឈ្មោះ Kevin បានប្រាប់គាត់ថាប្រពន្ធរបស់គាត់ក៏ត្រូវបានចាប់ខ្លួនដោយសារតែសីតុណ្ហភាពរាងកាយខ្ពស់របស់នាងដែរ David ក៏បាននិយាយផងដែរថាគាត់នឹងត្រឡប់មកវិញដើម្បីទៅយកប្រពន្ធរបស់គាត់ Kevin បានហាមឃាត់គាត់ព្រោះវាជាការឆោតល្ងង់ព្រោះយោធានឹងបាញ់សម្លាប់មនុស្សដែលប្រឆាំងនឹងរដ្ឋាភិបាលប៉ុន្តែ David មិនខ្វល់ទេគាត់នៅតែទៅជួយសង្គ្រោះប្រពន្ធរបស់គាត់ David បានរត់គេចខ្លួនភ្លាមៗសរុបមក David បានទៅការិយាល័យរបស់គាត់ដើម្បីយកអាវុធរបស់គាត់វាបានបង្ហាញថា Russell ក៏នៅទីនោះដែរបន្ទាប់មកពួកគេទាំងពីរបានលាក់ខ្លួននៅពេលដែលរថយន្តយោធាមួយឆ្លងកាត់ Russell ក៏បានប្រាប់ផងដែរថាគាត់ធ្លាប់ត្រូវបានចាប់ខ្លួនពីបទមានសីតុណ្ហភាពរាងកាយខ្ពស់របស់គាត់ប៉ុន្តែគាត់បានរត់គេចខ្លួននៅពេលដែលមានភាពរញ៉េរញ៉ៃនៅលើទីលាន Russell បានសុំទោសព្រោះគាត់មិនមានពេលដើម្បីជួយសង្គ្រោះ Judy David ក៏បានអញ្ជើញ Russell ត្រឡប់ទៅវិទ្យាល័យវិញដើម្បីជួយសង្គ្រោះ Judy កាត់នៅវិទ្យាល័យ Judy បានឃើញជំនួយការរបស់នាងឈ្មោះ BK ដែលក៏ត្រូវបានចងនៅកន្លែងនេះដែរភ្លាមៗនោះពួកគេទាំងពីរបានឮសំឡេងនរណាម្នាក់កំពុងមក
វាបានបង្ហាញថាមនុស្សម្នាក់នោះគឺជា Ben ដែលកំពុងហូរឈាមពេលកំពុងកាន់គំនរចម្បាំងបន្ទាប់មក Ben បានដើរទៅជិតធ្នើរមួយជាកន្លែងដែលស្ត្រីម្នាក់កំពុងអធិស្ឋានភ្លាមនោះ Ben បានចាក់ស្ត្រីនោះច្រើនដងរហូតដល់នាងស្លាប់បន្ទាប់មក Ben បានផ្លាស់ទៅធ្នើរក្បែរគាត់ហើយចាក់មនុស្សនៅនោះរហូតដល់គាត់ស្លាប់ដែរបន្ទាប់មក Ben បានដើរទៅជិត BK ដោយឃើញ Ben ចាក់ BK Judy ក៏ស្រែកភ្លាមដើម្បីបង្វែរការចាប់អារម្មណ៍ហើយវាដំណើរការមែនប៉ុន្តែឥឡូវនេះ Ben កំពុងដើរមកជិតគាត់នៅពេលដែល Ben ចង់ចាក់ Judy ពីក្រោយ David និង Russell បានបាញ់ Ben រហូតដល់គាត់ស្លាប់បន្ទាប់មក David បានដោះលែង Judy និង BK បន្ទាប់មក David បានអញ្ជើញពួកគេឲ្យទៅស្ថានីយ៍ដើម្បីចូលរួមជាមួយមនុស្សដែលមានសុខភាពល្អនៅទីនោះបន្ទាប់មក Russell បាននិយាយថាគាត់ប្រហែលជាឆ្លងមេរោគនេះពីព្រោះផ្ទះរបស់គាត់នៅជិតទន្លេប៉ុន្តែ David ដែលមិនចង់ចាក់ចេញពី Russell នៅតែអញ្ជើញ Russell ឲ្យចូលរួមជាមួយគាត់បន្ទាប់មកពួកគេបានស្វែងរកឡានដែលអាចប្រើប្រាស់បានប៉ុន្តែឡានស្ទើរតែទាំងអស់មិនអាចប្រើប្រាស់បាន Russell ក៏បានរកឃើញឡានមួយគ្រឿងដែលអាចប្រើប្រាស់បានប៉ុន្តែ David បានប្រាប់ Russell ឲ្យនៅឆ្ងាយពីឡានព្រោះគាត់បានឃើញឈាមស្រក់ចេញពីខាងក្នុងឡានភ្លាមនោះពួកគេបានឮសំឡេងកាំភ្លើង David ក៏បានប្រាប់អ្នករាល់គ្នាឲ្យលាក់ខ្លួនផងដែរវាបានបង្ហាញថាជាក្រុមអ្នកប្រមាញ់ដែលបានឆ្លងមេរោគហើយក្លាយជាមនុស្សឆ្កួតពួកគេបានបាញ់មនុស្សដែលមិនមានមេរោគបន្ទាប់មកពួកអ្នកប្រមាញ់ឆ្កួតទាំងនោះបានប្រមូលសាកសពមនុស្សនៅក្នុងឡានបន្ទាប់ពីពួកអ្នកប្រមាញ់ទាំងនោះចេញទៅ David បានប្រាប់អ្នកដទៃឲ្យដើរទៅផ្ទះរបស់គាត់ពីព្រោះនៅផ្ទះមានឡានចាស់មួយដែលអាចប្រើប្រាស់បាននៅពាក់កណ្ដាលផ្លូវ Judy បានប្រាប់ David ថានាងខ្លាចប្រសិនបើនាងពិតជាឆ្លងមេរោគមែន David ក៏បានធានាផងដែរថា Judy ឈឺមិនមែនដោយសារតែនាងឆ្លងមេរោគនោះទេប៉ុន្តែដោយសារតែនាងមានផ្ទៃពោះប្រសិនបើ Judy ឆ្លងមេរោគនោះ David ក៏ត្រូវតែឆ្លងមេរោគដែរពីព្រោះពួកគេទាំងពីរផឹកទឹកពីប្រភពទឹកដូចគ្នាតាមពិតទៅ David មិនបានឆ្លងមេរោគទេនោះមានន័យថា Judy ក៏មិនត្រូវឆ្លងមេរោគដែរបន្ទាប់មក BK បានរត់ទៅរកមិត្តស្រីរបស់គាត់ឈ្មោះ Scotty នៅលំបុងដំបូងឡើយ Scotty ខ្លាចហើយបានភ្ជង់កំភ្លើងរបស់គាត់ទៅ Russell ហើយអ្នកផ្សេងទៀតបានឆ្លងមេរោគ BK ក៏បានធានាដល់ Scotty ថាពួកគេមិនបានឆ្លងមេរោគនោះទេ Scotty ក៏បានដាក់កំភ្លើងរបស់គាត់ចុះបន្ទាប់មក Scotty បានប្រាប់ម្ដាយរបស់គាត់ថាគាត់នៅផ្ទះ Scotty កំពុងយករបស់របរទៅលក់នៅលំបុងព្រោះគាត់និងម្ដាយរបស់គាត់មានគម្រោងធ្វើកោតកម្មអត់អាហារបន្ទាប់មក David បានឮអ្វីមួយគាត់បានប្រាប់មនុស្សគ្រប់គ្នាឲ្យលាក់ខ្លួននៅលំបុងមួយសន្ទុះក្រោយមកក្រុមទាហានមួយក្រុមបានមកដល់កន្លែងនោះពីមាត់ទ្វារដែលប្រេះនោះ David និងអ្នកដទៃទៀតបានឃើញកងទ័ពកំពុងចាប់ខ្លួនម្ដាយរបស់ Scotty ដោយខឹងពេលឃើញម្ដាយរបស់គាត់ត្រូវគេប្រព្រឹត្តយ៉ាងឃោរឃៅដាក់ក៏រត់ចេញទៅរកម្ដាយរបស់គាត់ភ្លាមទោះជាយ៉ាងណាកងទ័ពនៅទីនោះបានបាញ់ Scotty និងម្ដាយរបស់គាត់ស្លាប់ភ្លាមបន្ទាប់មកពួកគេបានដុតសាកសពរបស់ Scotty និងម្ដាយរបស់គាត់បន្ទាប់មកយោធាម្នាក់បានដើរមកលំបុងដើម្បីពិនិត្យគាត់នៅពេលដែលយោធាចូលមក David បានចាប់យោធាម្នាក់នោះភ្លាមហើយដោះរបាំងមុខដែលគាត់កំពុងពាក់ចេញ David គំរាមសម្លាប់ម្នាក់នោះប្រសិនបើគាត់ស្រែកយោធានោះមានឈ្មោះថា Tony David ក៏បានសួរថាមានរឿងអ្វីកើតឡើងដែរ Tony បានឆ្លើយថាគាត់ក៏មិនដឹងដែរគេគ្រាន់តែប្រាប់ Tony ថាទីក្រុងនេះបានឆ្លងមេរោគនោះហើយជាមូលហេតុដែលគាត់និងអ្នកដទៃទៀតត្រូវបានបញ្ជាឲ្យពាក់ម៉ាស់បើមិនដូច្នោះទេពួកគេនឹងស្លាប់ Tony ដោយភ័យខ្លាចបានសុំឲ្យ David ដោះលែងគាត់ Tony បានសន្យាថានឹងមិនប្រាប់យោធាទេថា David និងអ្នកដទៃទៀតកំពុងលាក់ខ្លួននៅទីនេះដំបូងឡើយ Roselle បានបដិសេធប៉ុន្តែ David ទីបំផុតបានដោះលែង Tony ពេលយោធាម្នាក់ទៀតមកដល់ Tony បានរាយការណ៍ថាលំបុងទទេស្អាតគ្មាននរណាម្នាក់នៅទីនោះទេបន្ទាប់មកយោធាបានចាក់ចេញ Judy មានការងឿងឆ្ងល់បន្ទាប់ពីបានឮអ្វីដែល Tony ទើបតែនិយាយនោះមានន័យថាមេរោគដែលឆ្លងដល់ប្រជាពលរដ្ឋនៃទីក្រុងអាចរីករាលដាលតាមអាកាសជាលទ្ធផលពួកគេបានមកដល់ផ្ទះរបស់ David Roselle និង BK បានរៀបចំឡានភ្លាមខណៈពេលដែល David និង Judy បានចូលទៅក្នុងផ្ទះដើម្បីយករបស់របរដែលអាចប្រើប្រាស់បានបន្ទាប់មក Judy បានចូលទៅក្នុងបន្ទប់ទទួលភ្ញៀវរបស់កូនប្រុសនាងវាបង្ហាញថានៅក្នុងបន្ទប់នោះមាន Peggy ដែលបានឆ្លងមេរោគនៅក្នុងបន្ទប់មួយទៀត David បានឮសំឡេងចម្លែកមួយ Peggy ក៏បាននាំ Judy ចូលទៅក្នុងបន្ទប់កូនប្រុសរបស់នាងផងដែរ David មានការភ្ញាក់ផ្អើលនៅពេលឃើញ Judy ត្រូវបានចងភ្ជាប់ទៅនឹងកៅអីភ្លាមនោះ David ត្រូវបានឃើតកូនប្រុសរបស់ Rory ដែលបានឆ្លងមេរោគដែរនោះចាប់ពីក្រោយ David បានព្យាយាមរើសកំភ្លើងខ្លីរបស់គាត់ដែលធ្លាក់ប៉ុន្តែ Peggy បានចាក់ David ចំដៃបន្ទាប់មក Peggy បានយកកំភ្លើងខ្លីហើយមានបំណងបាញ់ Judy ឃើញបែបនេះ David បានស្រែកដើម្បីបំបាយអារម្មណ៍ Peggy ដោយនិយាយថាគាត់ជាអ្នកសម្លាប់ Rory Peggy បានដើរទៅរក David ភ្លាមហើយមានបំណងសម្លាប់គាត់បន្ទាប់មក David បានទាញកាំបិតចេញហើយចាក់គាត់ចំកញ្ចឹងរហូតដល់ស្លាប់បន្ទាប់មក Kurt បានត្រៀមខ្លួនបាញ់ David ប៉ុន្តែពីក្រោយ Russell បានបាញ់គាត់មុន
បន្ទាប់មក BK និង Russell បានចូលទៅក្នុងបន្ទប់ចម្លែកណាស់ Russell បានបាញ់ Peggy និង Kurt ម្ដងទៀតជាច្រើនដងមុនពេលចាក់ចេញ Judy បានប្រាប់ David ថា Russell កំពុងតែមានចរិតឆេវឆាវជាងធម្មតា David បានសួរថាតើ Russell បានបង្ហាញរោគសញ្ញាដូចជាមនុស្សឆ្លងមេរោគដែរឬទេ David បានប្រាប់ Judy កុំឲ្យបារម្ភអីព្រោះអ្វីដែលបានកើតឡើងនៅពេលនេះ Russell បានជួយសង្គ្រោះជីវិតពួកគេនៅពាក់កណ្ដាលផ្លូវពួកគេបានឃើញឧទ្ធម្ភាគចក្រមួយកំពុងហោះពីលើពួកគេ David បានបត់ឡានភ្លាមចូលទៅក្នុងកន្លែងលាងឡានស្វ័យប្រវត្តិដើម្បីលាក់ខ្លួនក្នុងភាពភ័យស្លន់ស្លោ BK បានស្រែកដោយភ័យខ្លាចព្រោះគាត់បានឃើញនរណាម្នាក់នៅទីនេះភ្លាមនោះម៉ាស៊ីនលាងរថយន្តស្វ័យប្រវត្តិបានបើក David ក៏បានព្យាយាមបញ្ឆេះរថយន្តដើម្បីគេចខ្លួនប៉ុន្តែគាត់ជួបបញ្ហាបន្ទាប់មក Russell បានឃើញនរណាម្នាក់កំពុងមកគាត់ក៏បានបាញ់មនុស្សម្នាក់នោះច្រើនដងដែរប៉ុន្តែมันបានជោគជ័យភ្លាមនោះមានមនុស្សមួយចំនួនបានលេចចេញមកបំផ្លាញកន្លែងលាងរថយន្តពួកគេបានព្យាយាមសម្លាប់ David និង Judy ប៉ុន្តែมันបានជោគជ័យទីបំផុត David អាចបញ្ឆេះឡានរបស់គាត់បានប៉ុន្តែពីក្រោយមាននរណាម្នាក់បានបង្វិលខ្សែទៅករបស់ BK រហូតដល់គេព្យួរឡើងលើ David បានបញ្ឈប់ឡានភ្លាមហើយពួកគេបានចុះពីលើឡានភ្លាមដើម្បីជួយសង្គ្រោះ BK ប៉ុន្តែយឺតពេលទៅហើយ BK បានស្លាប់ទៅហើយភ្លាមនោះឧទ្ធម្ភាគចក្របានទម្លាក់គ្រាប់បែកលើរថយន្តរបស់ពួកគេរហូតដល់ចំណុចបំផ្លាញពួកគេទាំង3នាក់នៅទីបំផុតបានបន្តដំណើររបស់ពួកគេទៅកាន់ស្ថានីយ៍ដោយថ្មើរជើងពួកគេបានព្យាយាមរកឡានមួយគ្រឿងដែលអាចប្រើប្រាស់បានប៉ុន្តែឥតប្រយោជន៍បន្ទាប់មក Russell បានប្រាប់គាត់ថាគាត់បានឃើញឡានយោធាមួយគ្រឿងកំពុងមកទីនេះ David ក៏បានព្យាយាមបញ្ឈប់ឡាននោះដែរប៉ុន្តែ Russell ថែមទាំងបានបោះដែកអន្ទាក់មួយដើម្បីធ្វើឲ្យឡាននោះក្រឡាប់ទៀតផងបន្ទាប់មក Russell មានបំណងបាញ់អ្នកបើកបររថយន្តប៉ុន្តែ David បានបញ្ឈប់គាត់ព្រោះគាត់ចង់ជីកកកាយរកព័ត៌មាន David ក៏បានសួរផងដែរថាតើយន្តហោះដែលធ្លាក់ក្នុងទន្លេមានទំនាក់ទំនងជាមួយវីរុសដែលបានវាយប្រហារទីក្រុងនេះដែរឬទេបុរសនោះក៏បាននិយាយផងដែរថាយន្តហោះដែលធ្លាក់នោះបានដឹកអាវុធជីវសាស្ត្រសម្ភារៈនេះត្រូវបានគេសន្មតថាត្រូវដឹកជញ្ជូនទៅរដ្ឋ Texas សម្រាប់កែច្នៃប៉ុន្តែយន្តហោះបានធ្លាក់នៅទីនេះហើយបានឆ្លងដល់មនុស្សគ្រប់គ្នាដូច្នេះគាត់បានសួរថាតើរយៈពេលភ្ញាស់នៃវីរុសមានរយៈពេលប៉ុន្មានបុរសនោះបានប្រាប់គាត់ថារយៈពេលភ្ញាស់នៃវីរុសគឺប្រហែល48ម៉ោង David ក៏បានប្រាប់គាត់ផងដែរថាពួកគេបានទៅវិស្មការរយៈពេល3ថ្ងៃដែលមានន័យថាពួកគេមិនបានឆ្លងមេរោគទេ David បានសុំឲ្យបុរសនោះជួយពួកគេប៉ុន្តែភ្លាមនោះ Russell បានបាញ់បុរសនោះស្លាប់ដោយឃើញ Russell កាន់តែកាចសាហាវ David ក៏សង្ស័យថា Russell បានឆ្លងមេរោគបន្ទាប់មក David បានយកអាវុធរបស់ Russell នៅពេលដែល Russell ភ្លេចខ្លួនបន្ទាប់ពីដឹងថាអាវុធរបស់គាត់ត្រូវបានគេយកទៅ Russell ដោយកំហឹងក៏បានយកកាំភ្លើងមួយដើមទៀតភ្ជង់ David ហើយសុំឲ្យ David ប្រគល់អាវុធរបស់គាត់មកវិញ David ត្រូវបានបង្ខំឲ្យប្រគល់អាវុធនោះម្ដងទៀតនៅកណ្ដាលផ្លូវ Russell បានធ្វើសកម្មភាពចម្លែកគាត់បានបាញ់ខ្មាន់កាំភ្លើងទាំងអស់ហើយបន្ទាប់មកបោះកាំភ្លើងរបស់គាត់ចោលបន្ទាប់មក David បានដេញតាម Russell ហើយចាប់យកកាំភ្លើងរបស់គាត់ Russell ក៏បាននិយាយផងដែរថាគាត់ដឹងថាគាត់ឆ្លងមេរោគប៉ុន្តែ Russell បានអង្វរ David កុំឲ្យសម្លាប់គាត់ Russell ចង់ដើរលេងជាមួយ David និង Judy ឲ្យបានយូរជាងនេះ David ដែលមានចិត្តអាណិតមិនបានបាញ់ Russell ទេដោយសង្ខេបពួកគេបានឃើញកងកម្លាំងយោធាមួយកំពុងបិទផ្លូវ Russell ក៏មានបំណងបង្វែរការចាប់អារម្មណ៍របស់កងទ័ពផងដែរដើម្បីឲ្យ David និង Judy អាចដើរកាត់ពីក្រោយគុម្ពោតព្រៃទីនោះបានដំបូងឡើយ David បានបញ្ឈប់គាត់ប៉ុន្តែ Russell ទទូចធ្វើបែបនេះ Russell បាននិយាយថានៅទីបញ្ចប់គាត់ក៏នឹងស្លាប់ដែរ Russell ចង់ឲ្យការស្លាប់របស់គាត់មានប្រយោជន៍បន្ទាប់មក Russell បានដើរតែម្នាក់ឯងចូលទៅជិតកងកម្លាំងយោធាមួយក្រុមដែលបិទផ្លូវទន្ទឹមនឹងនេះដែរ David និង Judy បានលួចលាក់ខ្លួននៅពីក្រោយគុម្ពោតដោយស្ងៀមស្ងាត់បន្ទាប់មក Russell បានដកអាវុធរបស់គាត់ដែលបណ្ដាលឲ្យកងកម្លាំងយោធាបាញ់ Russell រហូតដល់គាត់ស្លាប់ដោយសង្ខេប David និង Judy ទីបំផុតបានមកដល់ស្ថានីយ៍ទោះជាយ៉ាងណាក៏ដោយកន្លែងនោះមើលទៅស្ងាត់ជ្រងំមិនដូចពីមុនទេ David ក៏បានប្រាប់ Judy ឲ្យរងចាំនៅខាងក្រៅខណៈពេលដែលគាត់នឹងចូលទៅខាងក្នុងដើម្បីពិនិត្យមើលស្ថានភាពពេលគាត់មកដល់ខាងក្នុង David បានរកឃើញឡានដឹកទំនិញមួយគ្រឿងដែលពួកគេអាចប្រើប្រាស់បានពេល David ចេញមក David ឃើញ Judy ភ័យខ្លាចបន្ទាប់មក Judy បានបង្ហាញអ្វីមួយ David ឃើញផ្លូវពោពេញដោយគ្រាប់កាំភ្លើង David ក៏មានការភ្ញាក់ផ្អើលផងដែរនៅពេលឃើញសាកសពមួយដេកនៅលើដីនៅក្នុងដៃរបស់សាកសពមួយមានសញ្ញាមួយដែលបង្ហាញថាពួកគេមិនបានឆ្លងមេរោគ Judy និង David មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងវាបានបង្ហាញថាយោធាក៏កំពុងសម្លាប់មនុស្សដែលមិនមានមេរោគផងដែរបន្ទាប់មក David បានប្រាប់ Judy កុំឲ្យបារម្ភ David នឹងព្យាយាមនាំ Judy ចេញពីកន្លែងនេះដោយសុវត្ថិភាព David ក៏បានត្រឡប់ទៅខាងក្នុងវិញដើម្បីយកឡានដឹកទំនិញនៅខាងក្នុង
នៅពេលដែល David កំពុងស្វែងរកកូនសោឡានដឹកទំនិញ David បានឮសំឡេងវិទ្យុទំនាក់ទំនង David ក៏កំពុងស្វែងរកប្រភពសំឡេងផងដែរវាបានបង្ហាញថាវិទ្យុទំនាក់ទំនងស្ថិតក្នុងចំណោមសាកសពទាំងនោះពីការផ្សាយរបស់វិទ្យុទំនាក់ទំនង David បានឮថាគ្រាប់បែកដែលត្រូវបានដាក់នៅក្នុងទីក្រុងនឹងត្រូវបំផ្ទុះភ្លាមៗនោះភ្លើងក៏រលត់ទៅនៅកន្លែងមួយទៀត Judy បានឃើញនរណាម្នាក់កំពុងមើលនាង Judy បានលាក់ខ្លួនភ្លាមនៅពីក្រោយតុវាបង្ហាញថាកន្លែងនេះគឺជាទីស្នាក់ការកណ្ដាលរបស់អ្នកប្រមាញ់ដែលឆ្លងមេរោគ Judy ក៏បានរត់គេចខ្លួនដោយលាក់ខ្លួននៅក្នុងបន្ទប់មួយដែលពោរពេញទៅដោយសាកសពបន្ទាប់មក David បានមកយក Judy ទៅបន្ទាប់មកពួកគេបានឡើងឡានបន្ទាប់មក David បានប្រគល់កាំភ្លើងទៅឲ្យ Judy ដើម្បីការពារពេលដល់ពេលបញ្ឆេះឡានដឹកទំនិញវាបានប្រែថាសោដែល David យកនោះខុស David ក៏បានចុះទៅពិនិត្យមើលសាកសពអ្នកបើកបរឡានដឹកទំនិញផងដែរវាបានបង្ហាញថាកូនសោឡានដឹកទំនិញនោះស្ថិតនៅក្នុងកាបូបរបស់គាត់បន្ទាប់ពីយកកូនសោហើយស្រាប់តែមាននរណាម្នាក់ទាញ David ចូលទៅក្រោមឡានដឹកទំនិញខាងលើ Judy បានព្យាយាមគេចពីការវាយប្រហាររបស់អ្នកប្រមាញ់ដែលមានឆ្លងមេរោគ Judy ក៏បានបាញ់មនុស្សម្នាក់នោះរហូតដល់ស្លាប់ដែរនៅខាងក្រោម David អស់កម្លាំងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងអ្នកប្រមាញ់ដែលមានមេរោគបន្ទាប់មក David បានចាក់សាំងហើយដុតមនុស្សម្នាការនោះបន្ទាប់មក David និង Judy បានប្រញាប់ឡើងលើឡានពួកគេបានបើកឡានយ៉ាងលឿនចេញពីទីក្រុងខណៈពេលកំពុងស្ដាប់ការរាប់ថយក្រោយពីវិទ្យុពេលការរាប់ថយក្រោយចប់ Judy បានងាកមើលក្រោយភ្លាមនោះគ្រាប់បែកនុយក្លេអ៊ែរមួយបានផ្ទុះឡើងបំផ្លាញទីក្រុង Ocean Mars រហូតដល់វាត្រូវបានបំផ្លាញចោលការផ្ទុះនេះពិតជាគួរឲ្យភ័យខ្លាចណាស់រហូតដល់វាធ្វើឲ្យឡានដឹកទំនិញក្រឡាប់ជាសំណាងល្អ David និង Judy នៅតែមានសុវត្ថិភាពបន្ទាប់មកពួកគេបានបន្តដំណើររបស់ពួកគេទៅកាន់ទីក្រុងដែលនៅជិតបំផុតគឺទីក្រុង Cedar ដែលមានប្រជាជនចំនួន188,000 នាក់ទោះជាយ៉ាងណាក៏ដោយវាបានបង្ហាញថាចលនារបស់ David និង Judy ត្រូវបានត្រួតពិនិត្យដោយយន្តហោះគ្មានមនុស្សបើកយោធាកងទ័ពយោធាក៏បានចាប់ផ្ដើមបេសកកម្មដាក់ឲ្យនៅដាច់ដោយឡែកនៅក្នុងទីក្រុង Cedar ដោយទីក្រុង Ocean Mars ពីមុនដែរហើយនេះជាចុងបញ្ចប់នៃរឿងរ៉ាវនៃខ្សែភាពយន្ត The Crazies បងប្អូនទាំងអស់គ្នាខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរីករាយទស្សនារឿងមួយនេះតែកុំភ្លេចចុច Subscribe Like និងដាក់សញ្ញាកណ្ដឹងផងអរគុណជួបគ្នានៅវីដេអូ admin បន្ទាប់លាហើយ